ឯកឧត្តមហ៊ីងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពនិងសុខភាពការងារបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី2លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារនាព្រឹកថ្ងៃទី8ខែកក្កដាឆ្នាំ2026នៅសន្តាគារសុខាភ្នំពេញដើម្បីពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអង្គការដៃគូជាតិអន្តរជាតិនយោជកនិងគណៈកម្មការនយោជិតសម្ដេចធានាឲ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជានិងបទដ្ឋានស្តង់ដារអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនិងការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាពថ្លែងតែការអ្នកចូលរួមប្រមាណ200រូបឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថាតាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ2024-2028ព្រមទាំងអនុវត្តផែនការមេលើកទី3ស្ដីពីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2023-2027ដើម្បីកសាងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការឈានឆ្ពោះទៅសម្រេចឲ្យបានចក្ខុវិស័យគ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់ជ្រុងជ្រោយសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈឯកឧត្តមគូបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងលិខិតបទដ្ឋានកតញ្ញុផ្សេងជាង20ដែលមានស្រាប់ហើយការបង្កើតច្បាប់នេះគឺជាការឆ្លើយតបដោយផ្ទាល់និងទាន់ពេលវេលាទៅនឹងការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិនិងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិទន្ទឹមនេះច្បាប់នេះក៏បង្ហាញយ៉ាងច្បាស់ថាកម្ពុជាមិនខុសពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ច្បាប់នេះរួចហើយសម្រាប់កម្ពុជាការអនុម័តដាក់ឲ្យប្រើច្បាប់នេះនាពេលខាងមុខគឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាពនិងសុខភាពការងារស្របតាមនិន្នាការសកលនិងបទដ្ឋានអន្តរជាតិខាងការងារជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សនិងបរិស្ថាននាឱកាសនោះឯកឧត្តមលើកឡើងថាក្រសួងតែងតែប្រកាន់ភ្ជាប់នៅយន្តការត្រីភាគីហើយច្បាប់ដែលល្អនិងគ្រប់ជ្រុងជ្រោយគឺការចេញពីកិច្ចសន្ទនាត្រីភាគីដែលមានការចូលរួមស្មារតីបើកចំហនិងស្មោះត្រង់ការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី2នេះជាការបោះជំហានទៅមុខដ៏ធំមួយទៀតក្នុងការផ្ទៀងផ្ទាត់ឡើងវិញនៅចំណុចសំខាន់ដែលបានកែសម្រួលនិងឯកភាពរួមគ្នាថាតើបទបញ្ញត្តិដែលបានកែប្រែមានភាពស៊ីចង្វាក់គ្នានឹងការប្រែប្រួលសេដ្ឋកិច្ចមានតុល្យភាពរវាងការការពារកម្មករនយោជិតនិងការសម្រួលដល់បន្ទុកធុរកិច្ចនៃនយោជកដែរឬទេលើពីនេះថាតើចំណុចដែលដាក់បញ្ចូលក្នុងច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិដែលកំណត់ដោយអង្គការ ILO ដែរឬទេជាពិសេសអនុសញ្ញាអន្តរជាតិខាងការងារលេខ155និងលេខ187ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អង្គសិក្ខាសាលាសូមបើកចិត្តឲ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនានិងជជែកគ្នាដោយផ្អែកលើទិន្នន័យភស្តុតាងនិងបច្ចេកទេសដើម្បីស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបានដើម្បីឲ្យការពិភាក្សានេះសម្រេចបានតាមគោលបំណងយុទ្ធសាស្ត្រដែលបានគ្រោងទុកឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអង្គសិក្ខាសាលាពិនិត្យខ្លឹមសារមេត្រាជាក់លាក់និងភាសាច្បាប់បែងចែកសមត្ថកិច្ចអន្តរក្រសួងនិងផ្ទេរបទបញ្ញត្តិលម្អិតទៅក្នុងលិខិតបទដ្ឋានក្រមច្បាប់ដោយគួរតែកំណត់ត្រឹមតែគោលការណ៍គ្រឹះកាតព្វកិច្ចចម្បងនិងក្របខ័ណ្ឌទូទៅនៅក្នុងច្បាប់នេះឯកឧត្តមជឿជាក់យ៉ាងមុតមាំថាស្មារតីសហការនិងបទពិសោធន៍ដ៏សម្បូរបែបពីអង្គសិក្ខាសាលានឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រហើយច្បាប់នេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថារាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនយោជិតនោះឡើយ។